อดกูดอะไรที่อะแคมมาผมนะแคมបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នារីករាយស្វាគមន៍សាជាថ្មីពីខ្ញុំបាទនៅទឹកដីក្នុងក្រពើសម្រាប់វីដេអូនេះដែរគឺដូចខ្ញុំបញ្ជាក់នៅវីដេអូមុនអញ្ចឹងគឺជាដំណើរសាររបស់ខ្ញុំកាលពីឆ្នាំមុនហើយកាលពីឆ្នាំមុនហ្នឹងគឺខ្ញុំបានទៅលេងក្នុងផ្សារនៅក្នុងក្រពើជាការពិតទៅគឺពួកខ្ញុំនៅក្នុងផ្សារមុនក៏ប៉ុន្តែវីដេអូនេះខ្ញុំចង់បង្ហាញក្នុងក្រពើមុនដោយសារបានតែយើងដើរទៅច្រាស់ទៅវិញកម្មវិធីរបស់ខ្ញុំកាលហ្នឹងគឺពួកខ្ញុំចេញពីសៀមរាបទៅឡើងក្នុងផ្សារហើយយើងគេងមួយយប់ហើយនឹងថ្ងៃបន្ទាប់បានពួកខ្ញុំដើរឆ្លងមកក្នុងក្រពើណាការធ្វើដំណើរឆ្លងពីក្នុងផ្សារមកក្នុងក្រពើរៀងពិបាកជាងការធ្វើដំណើរពីភូមិមកពីសហគមន៍រលាក់កងជើងនោះមកក្នុងក្រពើផ្ទាល់តែម្ដងព្រោះចម្ងាយផ្លូវពីភូមិមកក្នុងក្រពើវាជិតទេហើយផ្លូវក៏អត់សូវជាពិបាកខ្លាំងដែរវាដើរលើប៉ុន្តែគ្រាន់តែវាមិនជាពិបាកខ្លាំងតែបើពីក្នុងក្រពើមកក្នុងផ្សារពិបាកច្រើនបងប្អូនពិបាកច្រើនហើយឆ្ងាយមែនតើការធ្វើដំណើរនោះគឺចន្លោះពេលពី4ទៅ6ម៉ោងនឹងសម្រាប់អ្នកដែលដើរលឿនគឺចំណាយពេលតែ4ម៉ោងទេតែបើសិនជាអ្នកអត់ធ្លាប់ឡើងភ្នំហើយមានបញ្ហាសុខភាពឬក៏ប៉ះអាកាសធាតុអត់ស្ល្អគឺចំណាយពេលរហូតដល់6ម៉ោងឬក៏លើសនឹងទៀតដូចតែដែលពួកខ្ញុំទៅនឹងពួកខ្ញុំរៀងបញ្ហាសុខភាពតិចតួចដោយសារអីជិះម៉ូតូឆ្ងាយពីសៀមរាបឡើងភ្នំក្នុងផ្សារហើយយើងពេញតែមួយយប់យើងមានបានពេលសម្រាប់ហើយបន្ទាប់មកត្រូវធ្វើដំណើរមកក្នុងក្រពើទៀតអញ្ចឹងទៅយើងហត់ដែរដើរបានលឿនហើយគូផ្សំនឹងភ្លៀងខ្លាំងតែដែលពួកខ្ញុំទៅនឹងគូភ្លៀងខ្លាំងយកតែមែនតើហ្មងចឹងទៅក៏ការធ្វើដំណើរហ្នឹងក៏រៀងយឺតតែមិនជាយឺតណាស់ណាពួកខ្ញុំដូចជាចាយពេល4ម៉ោងកន្លះបាទប៉ុន្តែសម្រាប់មកដល់ទីតាំងនេះហើយគឺអត់ខកអំណងទេបងប្អូនពួកការខ្ញុំទៅហ្នឹងគឺអត់មានភ្ញៀវទេសចរផ្សេងមានតែក្រុមខ្ញុំបាទ4នាក់ជាមួយនឹងបងប្រុសខាងសហគមន៍ដែលជាអ្នកនាំផ្លូវនឹងម្នាក់ប៉ុណ្្នឹងហើយពួកខ្ញុំចំណាយពេល2យប់នៅទីនេះហ្នឹងគឺអត់ធ្វើអីទាំងអស់គឺអង្គុយលេងស្ដាប់ខ្យល់ស្ដាប់ចាប់យំអង្គុយមើលវាស្មៅមើលព្រៃស្រល់ហើយរហូតដល់បងអូននឹងគាត់សុំបងអូនមកប្រទេសនឹងគាត់សុំថាបងឯងដើរទៅលេងអូខ្មែរខំតិចទៅលេងខាងនេះតិចទៅមកអត់មានធ្វើអីសោះចឹងnênហ្នឹងមកទេពួកខ្ញុំមកសម្រាប់លំហែហើយណាមួយដែលសារឃើញឱកាសល្អផងដោយថាអត់មានភ្ញៀវទេសចរផ្សេងណាចឹងទៅគឺមានអារម្មណ៍ថាអូខេពួកខ្ញុំដូចជាទិញតំបន់មួយនឹងដាច់តែម្ដងសម្រាប់តែពួកខ្ញុំណាយើងក៏មានធ្វើអីទេគឺអង្គុយលេងដេកលេងនៅរឹងនៅផ្ទះនឹងតែម្ដងបាទបងប្អូនមើលទេសភាពគឺស្រស់ស្អាតខ្លាំងមែនទែនវាស្មៅធំល្វឹងល្វើយតែម្ដងហើយជាមួយនឹងដើមស្រល់ខ្យល់ធ្លាក់លហៀមកគឺអស្ចារ្យខ្លាំងមែនទែនបាទត្រឡប់មកក្នុងផ្សារវិញក៏ទៅក្នុងផ្សារសម្រាប់វីដេអូនេះវាជាលើកទី2របស់ខ្ញុំលើកទី1គឺខ្ញុំឡើងទៅក្នុងផ្សារទៅខ្ញុំគេង2យប់តែលើកទី2នេះដោយសារថានិយាយស្មោះត្រង់គឺនៅចាប់ចិត្តស្រឡាញ់ក្នុងផ្សារព្រោះទេសភាពស្អាតមែនតើប៉ុន្តែបើនិយាយចុងក្រោយឃើញមានភ្ញៀវទេសចរច្រើនគាត់បុកទៅសម្រុកគ្នាខ្លាំងហើយតាមធម្មតានៅពេលដែលមនុស្សច្រើនការលេងសើចការកំសាន្តអារម្មណ៍របស់ម្នាក់គឺខុសៗគ្នាតែអ្វីដែលខ្ញុំអត់ចូលចិត្តនៅទីនោះចង់និយាយថាបងប្អូនយើងធ្វើបោះតង់ស្ដាប់ធម្មជាតិស្ដាប់សំឡេងធម្មជាតិតែអ្នកខ្លះគាត់បែរជាបើកសំឡេងបាសចម្រៀងកក្រពងខ្ញុំអត់យល់ថាហេតុអីបានជាគាត់ធ្វើរឿងបែបហ្នឹងបើគាត់ចង់ស្ដាប់ចម្រៀងគាត់ស្ដាប់នៅផ្ទះទៅគាត់មករកកន្លែងធម្មជាតិចឹងទៅអីគាត់មកទីនេះគួរតែរក្សាភាពស្ងៀមស្ងាត់រីករាយជាមួយនឹងធម្មជាតិដែលមាននៅជុំវិញខ្លួនដែលយើងមិនបានឃើញកំឡុងពេលដែលយើងស្នាក់នៅទីក្រុងណាតែគាត់បែរជាយកចម្រៀងយក speaker ទៅបើកប៉ុន្តែឃើញថាបងប្អូនមួយចំនួនធំគាត់មិនបានធ្វើសកម្មភាពអស់ទាំងហ្នឹងដែរហើយសង្ឃឹមថានិយាយទៅចុះក្រោយបងប្អូនទៅក្រោយហ្នឹងគឺគាត់យល់ពីរបៀបរបបនៃការបោះតង់យ៉ាងនិយាយថាយើងទៅលេងកន្លែងសម្បត្តិធម្មជាតិគួរណាស់តែបកកសំឡេងរំខានឲ្យខ្លាំងពេកអូខេtrongវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងហើយបាយបាយ